ខ្ញុំចូលវឹកហាត់នឹងមានភាពក្លាហានជាងមុនដល់ពេលខ្ញុំហាត់ចឹងទៅពេលខ្ញុំទៅណាយកប្រឡប់អីចឹងទៅខ្ញុំអាចការពារខ្លួនបានច្រើនអត់សូវខ្លាចនេះជាការលើកឡើងរបស់យាងមៀងជូដែលជាកីឡាការិនីមួយរូបលេងលើប្រភេទកីឡាតៃក្វាន់ដូ ITF មានស្រុកកំណើតនៅខេត្តព្រៃវែងមៀងជូបានសម្រេចចិត្តចូលវឹកហាត់កីឡាដើម្បីការពារខ្លួនក្នុងនាមជាកូនស្រីម្នាក់និងឡើងមកសិក្សានៅរាជធានីភ្នំពេញផងនោះធ្វើឲ្យយុវតីម្នាក់នេះត្រូវតែមានជំនាញកីឡាមួយក្នុងខ្លួនជាចាំបាច់ផ្ដល់បទសម្ភាសន៍ទាំងអារម្មណ៍ភ័យអរក្នុងពេលប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ2025កន្លងមកថ្មីៗនេះយាងមៀងជូបានបញ្ជាក់ថាក្នុងចំណោម2វិញ្ញាសាដែលនាងប្រកួតគឺទទួលបានមេដាយទាំង2គ្រឿងប៉ុន្តែមិនទាន់ទទួលបានមេដាយមាសនៅឡើយជោគជ័យបងទទួលបានមេដាយសម្រិតទទួលបានមេដាយប្រាក់តែអត់ទាន់បានទទួលមេដាយមាសបងចាតែសមត្ថភាពនៅមានកម្រិតបងទទួលបានច្រើនមកមើលទី1សុខភាពល្អការវឹកហាត់ស្រកគីឡូច្រើនហើយអត់សូវភ័យអញ្ចឹងបងដូចចូលប្រកួតអញ្ចឹងទៅយើងស្គាល់គ្នាមិត្តភ័ក្តិច្រើនបងខ្ញុំស្រឡាញ់កីឡាតេក្វាន់ដូ ITF ដោយសារមានវិន័យគ្រូដាក់វិន័យមកល្អមានគុណធម៌ហើយចេះស្រឡាញ់មិត្តរួមក្លឹបខ្ញុំស្រឡាញ់ដោយចិត្តខ្លួនឯងហ្មងហើយអ្នកផ្ទះជំរុញលើកទឹកចិត្តឲ្យចូលវឹកហាត់គាត់ផ្ដល់ជាលុយថវិកាអញ្ចឹងទៅចូលបងឲ្យគ្រូចូលវឹកហាត់បងសម្រាប់បងប្អូនខ្ញុំអត់មានអ្នកជាកីឡាបងខ្ញុំចូលវឹកហាត់ដោយខ្លួនឯងដើរក្លឹបវឹកហាត់ខ្លួនឯងសាលារបស់ខ្ញុំអត់មានទេបងដោយសារខ្ញុំស្រឡាញ់ចឹងខ្ញុំ search តាម Facebook តាមនេះចឹងទៅឃើញក្លឹបលោកគ្រូគាត់បើកវឹកហាត់ចឹងខ្ញុំឆាតសួរគាត់ចូលហាត់មួយគាត់ចាបងសម្រាប់ខ្ញុំចូលប្រកួត4ដងបងតែលើកទី1បានត្រឹមសម្រិតដល់ពេលហើយធ្វើឲ្យខ្ញុំកាន់តែខំទៀតបងខ្ញុំលេងពីវិញ្ញាសាបងវិញ្ញាសាឯកតជនមេគុណក្រោមខ្មៅនារីហើយនឹងប្រយុទ្ធមួយទៀតគីឡូ57គីឡូក្រាម52 57ខ្ញុំសូមឲ្យយុវជនទាំងអស់គិតឆ្ងាយពីគ្រឿងញៀនចូលហ្វឹកហាត់កីឡាដើម្បីសុខភាពហើយនឹងបានចូលរួមប្រកួតដូចមានស្គាល់គ្នាកាន់តែច្រើនអញ្ចឹងហើយជៀសវាងពីគ្រឿងញៀនពីគ្រឿងអបាយមុខផ្សេងមកមានអាយុ19ឆ្នាំនិងកំពុងសិក្សានៅឆ្នាំទី4ផ្នែកទស្សនវិជ្ជាយាងមីងជូនៅតែគិតថាការចាប់យកកីឡាមួយក្នុងជីវិតមកវឹកហាត់គឺជារឿងសំខាន់មួយវិញទៀតនាងបានផ្ដាំផ្ញើដល់យុវតីទាំងអស់សូមជ្រើសរើសកីឡាដែលខ្លួនស្រឡាញ់ធ្វើការវឹកហាត់ព្រោះកីឡាមិនត្រឹមតែជួយឲ្យសុខភាពល្អមានមិត្តភាពសាមគ្គីភាពប៉ុណ្ណោះទេប៉ុន្តែកីឡាធ្វើឲ្យយើងមានឱកាសឈ្នះមេដាយជូនជាតិមាតុភូមិគួរបញ្ជាក់ផងដែរថាក្នុងបទពិសោធន៍នៃការវឹកហាត់រយៈពេល2ឆ្នាំយាងមីងជូធ្លាប់បានចូលរួមប្រកួតថ្នាក់ជាតិចំនួន4លើកដោយភាគច្រើនគឺទទួលបានមេដាយនៅឡើយតែមេដាយដែលជាគោលដៅសម្រាប់ការប្រកួតបន្ទាប់របស់នាងប៉ុណ្ណោះ